ព្រះករុណាបុគ្គលម្ចាស់ញាតិញោមជាពុទ្ធបរិស័ទដែលមានប្រវត្តិមាននិងវត្តមាននៅក្នុងទីនេះអាត្មាភាពសូមចែករំលែកនៅព្រះធម៌មួយចំណុចដែលទាក់ទិនទៅជាមួយនឹងចរិយាធម៌ហើយនៅក្នុងចរិយាធម៌នេះគឺព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងក៏ព្រះអង្គជាអ្នកប្រតិបត្តិដោយផ្ទាល់ដែលចរិយាធម៌ហ្នឹងគឺជាការប្រព្រឹត្តទៅរបស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គហើយចរិយាធម៌ឬក៏ហៅតែម្យ៉ាងទៀតហៅថាពុទ្ធចរិយានោះគឺមាន3យ៉ាងទី1ហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសំដៅទៅលើពុទ្ធចរិយាពាក្យថាពុទ្ធចរិយានេះគឺជាការប្រព្រឹត្តទៅដើម្បីឲ្យបានត្រាស់ដឹងនៅធម៌ឲ្យបានត្រាស់ដឹងនៅធម៌ហើយទី2ញាតចរិយាគឺការប្រព្រឹត្តដើម្បីសង្គ្រោះទៅដល់ញាតិទាំងឡាយហើយទី3លោកចរិយាគឺការប្រព្រឹត្តដើម្បីសង្គ្រោះទៅដល់សត្វលោកអញ្ចឹងយើងយកធម៌ទាំង3នេះយកមកផ្សារភ្ជាប់ទៅជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងឧទាហរណ៍ដូចជាចំណុចទី1ពុទ្ធចរិយាបើទោះបីជាយើងមិនអាចដើម្បីនឹងត្រាស់ដឹងស្វែងរកធម៌ជាន់ខ្ពស់ណាមួយក៏ដោយចុះក៏ប៉ុន្តែយើងអាចសិក្សារៀនសូត្រនៅចំណេះជំនាញអីផ្សេងសម្រាប់ជីវិតរបស់យើងហើយទី2ញាតចរិយាហ្នឹងពេលដែលយើងមាននៅចំណេះដឹងចំណេះជំនាញទាំងអស់ហ្នឹងហើយយើងក៏បីជួយសង្គ្រោះទៅដល់ញាតិរបស់យើងហើយចំណុចសំខាន់ដែរនោះគឺទី3លោកចរិយាបន្ទាប់ពីយើងជួយសង្គ្រោះទៅដល់ញាតិរបស់យើងហើយយើងក៏គួរគប្បីសង្គ្រោះដល់ជនដទៃដែលរស់នៅក្នុងសហគមន៍យើងផងដែរទៅតាមចំណេះដឹងដែលយើងមានសតិបញ្ញាដែលយើងមាននិងទៅតាមធនធានដែលយើងរកបានដោយសេចក្តីជ្រះថ្លាណាមួយដែលយើងជួយសង្គ្រោះទៅដល់ពួកគាត់ដូច្នេះនៅក្នុងពុទ្ធចរិយាទាំង3នេះប្រសិនបើយើងយកមកប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងគឺយើងមើលឃើញថាវាមានខ្លឹមសារហើយក៏វាបានផ្សារភ្ជាប់ទៅជាមួយនឹងខ្លួនយើងហើយនឹងញាតិរបស់យើងនិងសង្គមរបស់យើងផងដែរសូមព្រះករុណាគុណម្ចាស់ញាតិញោមអនុមោទនា